بسم الله الرحمن الرحيم الحمد لله الذي لا يقبل إلا عبادة طهورة والصلاة والسلام على سيدنا محمد الداعي إلى الله بدعوته المشهورة وآله وأصحابه الذين اتبعوه بخطواته المأمورة أما بعد السلام عليكم ورحمة الله تعالى وبركاته المادة الأولى الطهارة في العبادة ប្រការទី1ភាពជ្រះស្អាតនៅក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះបងប្អូនមូស្លីមីនមូស្លីម៉ាតជាទីគោរពរាប់អានប្រិមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រីនារីត្រីនេះខ្ញុំសូមនាំមកនៅអត្ថបទមួយដែលពាក់ព័ន្ធទៅនឹងការប្រតិបត្តិគោរពសក្ការៈចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាក្នុងនេះខ្ញុំសូមបកស្រាយអំពីប្រការខ្លះៗក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡានៅអ៊ីបាដាតគឺគោរពប្រតិបត្តិទាំងប៉ុន្មានអល់ឡោះមិនអាចទទួលយកបានទេលុះណាតែលាងសម្អាតតាំងពីខ្លួនប្រាណសម្លៀកបំពាក់និងទីកន្លែងជាមុនសិនករណីនេះការសម្អាតក្នុងការគោរពអ៊ីបាដាតសក្ការៈចំពោះអល់ឡោះជាម្ចាស់រួមមាន 1. ក្បួនច្បាប់នៃការលាងសម្អាតអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានមានបន្ទូលនៅក្នុងអេកុរអានថា وَإِن كُنتُمْ جُنُبًا فَاطَّهَّرُوا សូរ៉ាអលម៉ាអ៊ីដាអាយ៉ាតទី6មានន័យថាបើពួកអ្នកជាអ្នកជំនុបចូលពួកអ្នកត្រូវសម្អាតអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានមានបន្ទូលបន្ថែមនៅក្នុងអាយ៉ាតផ្សេងទៀតថា وَثِيَابَكَ فَطَهِّرْ សូរ៉ាអលមុដដាស៊ីរអាយ៉ាតទី4មានន័យថាចំពោះសម្លៀកបំពាក់អ្នកចូលអ្នកសម្អាតក្នុងអាយ៉ាតមួយផ្សេងពីនោះទៀតអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានមានបន្ទូលថា إن الله يحب التوابين ويحب المتطهرين សូរ៉ាអលបាការ៉ាអាយ៉ាតទី222មានន័យថាអល់ឡោះពិតជាស្រឡាញ់ពួកសុំការប្រណីនិងស្រឡាញ់ពួកជ្រះស្អាតរីឯហាឌីសនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមវិញគាត់បានមានប្រសាសន៍ថា مفتاح الصلاة الطهور رواه الترمذي وأبو داود والإمام أحمد មានន័យថាសោរបស់សាឡាតគឺសោក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះនោះគឺភាពជ្រះស្អាតរីកាហាឌីសនេះដោយ Tirmizi Abu Dawud និងអ៊ីម៉ាមអាហ្មាត់ហាឌីសទី2ដែលនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមបានមានប្រសាសន៍ទៀតថា لا تقبل صلاة بغير طهور رواه الترمذي មានន័យថាគេមិនទទួលយកការប្រតិបត្តិសូឡាទេបើគ្មានការសម្អាតនោះរាយការណ៍ហាឌីសនេះដោយ Tirmizi សម្ដីរបស់នប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមបានមានប្រសាសន៍ក្នុងហាឌីសមួយផ្សេងទៀតនោះគឺ At-tuhuru shatrul iman Rawahu Muslim មានន័យថាការសម្អាតនោះគឺបានពាក់កណ្ដាលនៃអ៊ីម៉ានហើយរាយការណ៍ហាឌីសនេះដោយ Muslim 2. បំណក់ស្រាយពីការលាងសម្អាតភាពស្អាតចែកចេញជាពីរផ្នែកគឺផ្នែកខាងក្រៅនិងផ្នែកខាងក្នុងភាពស្អាតដែលមាននៅផ្នែកខាងក្នុងនោះគឺការលាងសម្អាតឲ្យបានស្អាតនៅដួងចិត្តយើងពីស្លាកស្នាមទាំងឡាយដែលពោពេញទៅដោយបាបកម្មនិងអំពើខុសឆ្គងទាំងប៉ុន្មានប្រការទាំងនេះតម្រូវឲ្យសារភាពកំហុសរបស់ខ្លួនយ៉ាងពិតប្រាកដនិងបោះបង់រាល់អំពើបាបកម្មនិងកំហុសឆ្គងទាំងអស់ដើម្បីវិលត្រឡប់ទៅរកភាពត្រឹមត្រូវវិញក៏ដូចគ្នាទៅនឹងការលាងសម្អាតដួងចិត្តពីឈីរិកភាពមន្ទិលសង្ស័យការច្រណែនឈ្នានីសគេគំនុំគុំគួនរិស្យាកេងបន្លំអំនួតអួតអាងលើកតម្កើងខ្លួនឯងសម្ដែងអាការៈឲ្យគេដឹងឮថាខ្លួនខ្លាំងដើម្បីដោះស្រាយឲ្យបានប្រសើរឡើងវិញនោះគឺគ្មានអ្វីក្រៅពីចិត្តស្មោះសរជំនឿមុតមមចូលចិត្តអំពើល្អភាពទន់ភ្លន់ភាពសច្ចៈអោនលំទោនដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាអាឡានោះឡើយតាមរយៈនៃការតាំងចិត្តរបស់យើងនិងការប្រតិបត្តិអំពើល្អតែប៉ុណ្ណោះរីឯភាពស្អាតនៅផ្នែកខាងក្រៅវិញនោះគឺសម្អាតពីភាពកខ្វក់និងសម្អាតពីហាដាសគឺហេតុការណ៍ដែលកើតឡើងបណ្ដាលឲ្យដាច់ទឹកវូឌូចំពោះការលាងសម្អាតពីភាពកខ្វក់នោះគឺលាងឲ្យស្អាតនៅភាពកខ្វក់ទាំងនោះនឹងទឹកដែលស្អាតពីសម្លៀកបំពាក់សម្រាប់ប្រតិបត្តិគោរពចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាជាម្ចាស់
លាងសម្អាតពីខ្លួនប្រាណនិងលាងសម្អាតពីកន្លែងដែលឈរគ្រប់ប្រតិបត្តិចំពោះអល់ឡោះ Subhanahu wa ta'ala នោះរីឯការលាងសម្អាតពី hadath គឺហេតុការដែលកើតឡើងបណ្ដាលឲ្យខូចទឹកវុឌុនោះរួមមានការយកទឹកវុឌុតាមអវយវៈដែលត្រូវលាងងូតទឹកជំនុកគឺងូតទឹកក្រោយពីរួមដំណេករវាងគូស្វាមីភរិយារបស់គេទាំងពីរហើយនឹងតាយ៉ាមុំគឺការជូតដីលើមុខនិងដៃពេលគ្មានទឹកលាង المادة الثانية فيما تكون به الطهارة ប្រការទី2អ្វីដែលពាក់ព័ន្ធទៅនឹងការលាងជម្រះសម្អាត 1. ការលាងជម្រះសម្អាតសំឡើងពីវត្ថុ2យ៉ាងទី1ការលាងសម្អាតដោយទឹកដែលស្អាតគឺទឹកដែលនៅតែមានលក្ខណៈដើមរបស់វាដដែលដែលមិនមានអ្វីលាយឡំជាមួយវាទេសូម្បីតែរបស់ដែលកខ្វក់ឬរបស់ដែលស្អាតក៏គ្មានដែរឧទាហរណ៍ដូចជាទឹកអណ្ដូងក្បាលទឹកដែលផុសឡើងទឹកជ្រលងដងស្ទឹងទឹកទន្លេទឹកកកឬទឹកព្រិលទឹកសមុទ្រដែលប្រៃដូច្នេះហើយទើបអល់ឡោះ Subhanahu wa ta'ala មានបន្ទូលថា وَأَنزَلْنَا مِنَ السَّمَاءِ مَاءً طَهُورًا សូរ៉ា Al-Furqan អាយ៉ាតទី48មានន័យថារួចលោកបានបង្អោលអំពីមេឃានៅទឹកស្អាតបរិសុទ្ធចំពោះសម្ដីរបស់រ៉ាស៊ូលឡោះ sallallahu alaihi wasallam វិញគាត់បានមានប្រសាសន៍ថា الماء طهور إلا إن تغير ريحه أو طعمه أو لونه بنجاسة تحدث فيه رواه البيهقي وفي رواية أخرى الماء لا ينجسه إلا ما غلب عليه فغير طعمه رواه أبو داود والنسائي في صحيحيهما មានន័យថាទឹកគឺស្អាតបរិសុទ្ធលើកលែងតែទឹកនោះប្រែប្រួលហើយមានក្លិនឬមានរសជាតិផ្សេងឬប្រែពណ៌សម្បុរដោយសារមានណាជីសធ្លាក់ទៅក្នុងទឹកនោះរីកាហាឌីសនេះដោយបៃហាគីនៅក្នុងរីវ៉ាយ៉ាត់ផ្សេងទៀតទឹកគឺគ្មានណាជីសដែលកខ្វក់ឡើយលុះណាតែអ្វីដែលបំរែបំរួលដល់វាដូចជាប្រែរសជាតិផ្សេងរីកាហាឌីសនេះដោយអាប៊ូដាវូដនិងណាសាអ៊ីក្នុងសាហេះរបស់គាត់ទាំងពីរទី2ការលាងសម្អាតដោយដីដែលស្អាតគឺនៅលើផែនដីអ្វីដែលស្អាតដូចជាដីធូលីខ្សាច់ថ្មគ្រួសល្បប់ឬភក់ព្រោះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានមានប្រសាសន៍ថា جُعِلَتْ لِيَ الْأَرْضُ مَسْجِدًا وَطُهُورًا رواه الإمام أحمد وأصله في البخاري មានន័យថាគេបានបង្កើតដីឲ្យខ្ញុំធ្វើជាម៉ាស្ជីតនិងជាកន្លែងដែលជំរះសម្អាតរីកាហាឌីសនេះដោយអ៊ីម៉ាមអាហ្មាត់ហើយដែលដើមឡើយក្នុងហាឌីសចេញពីប៊ូខារីដីដែលយកមកជំរះសម្អាតនោះគឺនៅពេលដែលបាត់បង់ទឹកឬពេលដែលមិនអាចប្រើប្រាស់ទឹកបានដោយសារមានជំងឺនិងមានមូលហេតុផ្សេងទៀតព្រោះអល់ឡោះ Subhanahu wa ta'ala មានបន្ទូលថា فَلَمْ تَجِدُوا مَاءً فَتَيَمَّمُوا صَعِيدًا طَيِّبًا សូរ៉ា An-Nisa អាយ៉ាតទី43មានន័យថាហើយបើពួកអ្នកគ្មានទឹកចូលពួកអ្នកប្រើប្រាស់ដីស្អាតសម្ដីរ៉ាស៊ូលឡោះ sallallahu alaihi wasallam បានមានប្រសាសន៍ទៀតថា إن الصعيد الطيب طهور المسلم وإن لم يجد الماء 10 سنين فإذا وجد الماء فليمسه بشرته رواه الإمام أحمد មានន័យថាពិតណាស់ដីដែលស្អាតនោះសម្រាប់ជំរះសម្អាតដល់អ្នកមូស្លីមទោះជាគេគ្មានទឹករយៈ10ឆ្នាំក៏ដោយចុះកាលណាគេមានទឹកវិញចូលឲ្យគេដុសលាងសម្អាតកាយគេនឹងទឹកនោះរីកាហាឌីសនេះដោយអ៊ីម៉ាមអាហ្មាត់ម្យ៉ាងទៀតដោយសារតែរ៉ាស៊ូលឡោះ sallallahu alaihi wasallam យល់ព្រមឲ្យអាំរប៊ីនអោសតាយ៉ាមុំពីជូនុបនៅយប់មួយដែលត្រជាក់ខ្លាំងខ្លាចក្រែងគាត់គ្រោះថ្នាក់ដោយសារតែងូតទឹកដែលត្រជាក់ខ្លាំងនោះដែលជាហាឌីសរាយការណ៍ដោយប៊ូខារីក្នុងអធិប្បាយបន្ថែមរបស់គាត់ المادة الثالثة في بيان النجاسات ប្រការទី3ស្ដីពីបំណក់ស្រាយអំពីអ្វីដែលកខ្វក់ النجاسة គឺអ្វីដែលចេញពីប្រដាប់គេខ្មាស់មនុស្សដូចជាលេមួកទឹកមូតទឹកនោមទឹករំអិលទឹកវ៉ាឌីទឹកកាមគេចាត់ចូលក្នុងប្រភេទនៃជីស្ដែរគឺភាពកខ្វក់
នៅទឹកនោមលាមកសត្វទាំងឡាយណាដែលគេមិនអនុញ្ញាតឲ្យបរិភោគសាច់វាមិនអនុញ្ញាតឲ្យបរិភោគសាច់វាក៏ដូចគ្នាទៅនឹងឈាមឬក្អួតឬមួយប្រភេទទាំងឡាយនៃសាកសពនិងបំណាច់ភាគខ្លះរបស់សត្វទាំងនោះលើកលែងតែស្បែករបស់វាកាលបើគេសម្លាប់ស្បែកវានោះរួចព្រោះរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមបានមានប្រសាសន៍ថាអៃយូម៉ាអ៊ីហាបិនឌូប៊ីរ៉ាហ្វកាត់តាហ៊ូររបស់មូស្លីមមានន័យថាស្បែកសត្វណាមួយដែលគេបានសម្លាប់វារួចប្រកាសជាស្បែកនោះស្អាតហើយរីកាហាឌីសនេះដោយមូស្លីមអរបងប្អូនមូស្លីមីននិងមូស្លីម៉ាតជាទីគោរពប្របានដើម្បីឲ្យអល់ឡោះទទួលយកនៅអាម៉ាល់អ៊ីបាដាតរបស់យើងនោះត្រាតែយើងសម្អាតតាំងពីខ្លួនប្រាណយើងទីកន្លែងគោរពសក្ការៈអល់ឡោះនិងសម្លៀកបំពាក់របស់យើងដូចគ្នានេះដែរវាជាប្រការមួយដែលអល់ឡោះចូលចិត្តនិងស្រឡាញ់ចំពោះបុគ្គលណាដែលមានលក្ខណៈស្អាតស្អំហើយក៏ជាកូនសោសម្រាប់គោរពប្រតិបត្តិសូឡាតដែរព្រោះកាលបើមិនបានជាស្អាតទេប្រកបណាស់អល់ឡោះមិនទទួលយកអ៊ីបាដាតឬការប្រតិបត្តិរបស់យើងឡើយដូច្នេះយើងត្រូវតែសម្អាតទាំងពីរផ្នែកគឺផ្នែកខាងក្នុងនិងផ្នែកខាងក្រៅខ្ញុំសូមខន្តីអភ័យទោសបើមានកំហុសឆ្គងសូមមេត្តាជួយកែសម្រួលឲ្យបានត្រឹមត្រូវឡើងវិញសូមអរគុណوبالله التوفيق والهداية والسلام عليكم ورحمة الله تعالى وبركاته